ខៃយួនបានធ្វើរដ្ឋប្រហារនៅក្នុងវាំងខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅការពន្យល់អំពីរឿងនេះក្នុងរយៈពេល2 3ថ្ងៃទៀតព្រះអង្គម្ចាស់និងមហេសីឈឺធ្វើឲ្យឆាវយិកសុំទោសខ្ញុំឲ្យអ្នកត្រឡប់ទៅវិញតើអ្នកមិនយល់ពីអ្វីដែលខ្ញុំកំពុងនិយាយទេរងចាំបន្តិចនាងគ្រាន់តែចង់ឲ្យខ្ញុំទះកំភ្លៀងខ្លួនឯង20 ដងប៉ុណ្ណោះឥឡូវនេះប្រសិនបើខ្ញុំធ្វើឲ្យនាងលុតជង្គង់ហើយទះកំភ្លៀងខ្លួនឯង20 ដងនោះខ្ញុំប្រហែលជាមានអារម្មណ៍ធូរស្រាលបន្តិចហើយឆាវយិកអ្នកហ៊ានខ្ញុំព្រះអង្គម្ចាស់ស្ត្រីលុតជង្គង់ចុះឧត្តមខ្ញុំនិយាយថាលុតជង្គង់ចុះប្រយ័ត្ន King ឈើតើអ្នកពេញចិត្តទេKing ខ្ញុំបានផ្ដាច់ការភ្ជាប់ពាក្យជាមួយYan Triaoរួចហើយទោះជឿមិនជឿខ្ញុំនឹងស្រឡាញ់តែអ្នកជានិច្ចខ្ញុំបានត្រឹមតែក្បត់សន្យាតើនោះពិតជាឧក្រិដ្ឋកម្មសមនឹងស្លាប់មែនឬតើយើងគួរចាប់ផ្ដើមថ្មីឬចាប់ផ្ដើមឡើងវិញដាច់ខាតឥឡូវនេះនៅក្នុងសាលធំគឺជាអធិរាជរបស់អ្នកដែលបានហៅខ្ញុំម្ដងហើយម្ដងទៀតថាជាអ្នកសន្មត់ហើយវាគឺជាអ្នកដែលបាននិយាយម្ដងហើយម្ដងទៀតថាបុរសគួរតែមានប្រពន្ធនិងប្រពន្ធចុងជាច្រើនតាំងពីដើមដល់ចប់ខ្ញុំមានសំណើតែមួយប៉ុណ្ណោះកិច្ចព្រមព្រៀងលែងលះតើពិតជាត្រូវមកដល់នេះមែនទេគឺខ្ញុំមិនសមហេតុផលអ្នកនៅតែនិយាយថាអ្នកជាអ្នកព្យាបាលការក្លាយជាម្ចាស់ក្ត្រីគឺជាកិត្តិយសដ៏អស្ចារ្យសម្រាប់អ្នកភ្លេចទាំងស្រុងនៅព្រះគុណសង្គ្រោះជីវិតដែលអ្នកបានផ្ដល់ឲ្យខ្ញុំកាលពី3 ឆ្នាំមុនដោយបោះពាក្យសន្យារបស់អ្នកទៅនឹងខ្យល់ឥឡូវនេះអ្នកត្រូវការខ្ញុំអ្នកបានដាក់លើទង្វើនៃការប្រែចិត្តនេះតើអ្នកគិតថាខ្ញុំនឹងធ្លាក់សម្រាប់វាទេនៅពេលដែលយើងកំពុងពិភាក្សាគ្នាដោយសុជីវធម៌ការលែងលះនោះអ្នកគឺជាមនុស្សឆ្ងាយនិងពូកែណាស់ពេលនេះយ៉ងខ្វាន់កំពុងមានវិបត្តិតើអ្នកយកទង្វើនេះដើម្បីអ្នកណាថោកឬអត់Pizian បញ្ឈប់ charade នេះខ្ញុំនៅតែមានការទាមទារដូចគ្នាសរសេរកិច្ចព្រមព្រៀងលែងលះហើយឲ្យអធិរាជប្រគល់វាដោយខ្លួនឯងបញ្ឈប់រឿងមិនសមហេតុផលនេះទៅចាំគិតពីរូបភាពធំជាងនេះទៅកាលពី3 ឆ្នាំមុនអ្នកបានមកផ្ទះរបស់ខ្ញុំហើយបានឃើញខ្ញុំយ៉ាងវេទនាបំផុតខ្ញុំធ្លាក់ខ្លួនឈឺជាទីបំផុតហើយឪពុករបស់ខ្ញុំបានពិគ្រោះជាមួយគ្រូពេទ្យចាប់ពិតទាំងអស់ប៉ុន្តែគ្មាននរណាអាចព្យាបាលខ្ញុំបានឡើយខ្ញុំបានគិតនៅពេលនោះថាប្រសិនបើគ្រូពេទ្យអភូតហេតុអាចបង្ហាញខ្លួននិងព្យាបាលខ្ញុំនឹងសងគាត់ពេញមួយជីវិតរបស់ខ្ញុំពេលនោះអ្នកបានលេចមកហើយអ្នកមានវ័យចាស់ហើយនៅក្នុងចិត្តខ្ញុំអ្នកគឺជាទេពធីតាដែលជួយសង្គ្រោះពិភពលោកទោះបីពួកគេមើលងាយអ្នករាល់គ្នាក៏ដោយតែក្នុងភ្នែកខ្ញុំអ្នកថ្លៃថ្នូរជាងគេពិតព្រះអង្គជាទេវៈដែលសង្គ្រោះលោកនេះដោយមិនអាចសម្រេចបានក្រោយឆ្លងទន្លេបាន1 ឆ្នាំខ្ញុំបានលងស្នេហ៍នឹងអ្នកដោយអស់សង្ឃឹមខ្ញុំបានស្បត់ថាខ្ញុំនឹងធ្វើឲ្យអ្នកជាអធិរាជថាមនុស្សគ្រប់គ្នានឹងបម្រើនៅជើងរបស់អ្នកប៉ុន្តែខ្ញុំប្រញាប់ពេលខ្ញុំចង់ទទួលបានតំណែងនេះដូច្នេះខ្ញុំត្រូវរៀបការជាមួយនាងខ្ញុំសោកស្ដាយវាហេតុអ្វីបានជាខ្ញុំប្រញាប់បែបនេះ King ខ្ញុំមិនសូមការអភ័យទោសភ្លាមរបស់អ្នកទេខ្ញុំសូមអង្វរអ្នកឲ្យផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតសូមមកជាមួយខ្ញុំទៅសាលធំកុំមានចិត្តខ្លាំងណាស់ខ្ញុំនឹងធ្វើវាទៅតាមអ្នកចប់ហើយឬនៅអ្នកបាននិយាយថាអ្នកអាចចាក់ចែងបានបន្ទាប់ពីខ្ញុំនិយាយចប់ដូច្នេះធ្វើដូចដែលខ្ញុំបាននិយាយលក្ខខណ្ឌរបស់ខ្ញុំនៅតែមិនផ្លាស់ប្ដូរជាវ King អ្នកពិតជាចិត្តអាក្រក់ណាស់ខូខើណាស់ខ្លោចចិត្តរីទីយាតធ្វើអ្វីដែលខូខើខ្លាំងម្ល៉េះដែលបានជួយសង្គ្រោះជីវិតខ្ញុំបានអនុញ្ញាតឲ្យនាងធ្វើជាព្រះចៅអធិរាជបានតែ2 ឬ 3 ឆ្នាំប៉ុណ្ណោះដែលវាជាការយុត្តិធម៌សម្រាប់នាងរួចទៅហើយប្រសិនបើវាមិនមែនសម្រាប់ព្រះគុណសង្គ្រោះជីវិតដែលមានប្រវត្តិរបស់នាងទេនាងនឹងមិនស័ក្តិសមនឹងរៀបការជាមួយព្រះអង្គម្ចាស់ដេវងទេគ្រូពេទ្យសង្គ្រោះជីវិតគឺជាកាតព្វកិច្ចរបស់ពួកគេហើយពួកគេគួរតែត្រូវបានបង់តាមនោះតើនេះអាចច្រឡំជាមួយអាពាហ៍ពិពាហ៍ដោយរបៀបណាឧត្តមសេនីយ៍ខៃអ្នកប្រហែលជាមិនដឹងរឿងនេះទេប៉ុន្តែមហេសីរបស់ព្រះអង្គម្ចាស់គួរតែជាស្ត្រីដែលមានឋានៈខ្ពង់ខ្ពស់ដើម្បីពង្រឹងតំណែងរបស់ព្រះអង្គម្ចាស់ពង្រឹងតំណែងរាជយាតតើរាជវង្សយ៉ុងរបស់អ្នកត្រូវប្រើសម្ពុតស្ត្រីដើម្បីពង្រឹងតំណែងរបស់គាត់ឬ
ព្រះអង្គម្ចាស់ភ្នំពេញក្រោនមានសុខភាពមិនល្អកាលពីប៉ុន្មានឆ្នាំមុនហើយខ្វះមូលដ្ឋានរឹងមាំនៅក្នុងតុលាការដូច្នេះព្រះអង្គចង់រៀបការជាមួយកូនស្រីរបស់ឧត្តមសេនីយ៍យោធាដើមឡើយគាត់គិតថាឈៀវខេងខូគឺជាស្ត្រីដ៏អស្ចារ្យម្នាក់ប៉ុន្តែគាត់មិនដែលរំពឹងថានាងនឹងជាមនុស្សមិនកតញ្ញូនោះទេនៅសតវត្សនេះស្ត្រីត្រូវគោរពប្រតិបត្តិហើយនៅឲ្យឆ្ងាយពីស្វាមីប៉ុន្តែព្រះអង្គមានចិត្តប្រច័ណ្ឌហើយបានសុំលែងលះព្រោះព្រះអង្គម្ចាស់រីករាយនឹងរៀបអភិសេកជាមួយព្រះអង្គម្ចាស់ស្ត្រីនោះពិតជាមិនសមហេតុផលព្រះអង្គម្ចាស់មានសុខភាពមិនល្អនិងគ្មានអំណាចព្រះអង្គម្ចាស់បែបនេះគួរតែត្រូវបានលែងលះជាទូទៅវាទៅឆ្ងាយពេកហើយតើអ្វីដែលមិនសមរម្យអំពីវាគាត់បានជួយសង្គ្រោះជីវិតរបស់គាត់ហើយអ្នកកំពុងអូសគាត់ចូលទៅក្នុងភាពរញ៉េញ៉ៃនេះអស់មួយជីវិតឥឡូវនេះគាត់ចង់បានសេរីភាពរបស់គាត់អ្នកគួរតែផ្ដល់ឲ្យគាត់ការប្រើអំណាចអធិរាជដើម្បីបង្ខំគាត់ឲ្យស្នាក់នៅគឺជាអាកប្បកិរិយារបស់សត្វសាហាវមួយអ្នកល្មមនិយាយហើយចិត្តដល់ពេលហើយព្រះករុណាទ្រង់ក្រអឺតក្រទមពេកខ្ញុំទទួលខុសត្រូវចំពោះកិច្ចការរដ្ឋតើខ្ញុំអាចឈរអង្វរគាត់ដោយរបៀបណាគាត់ធ្វើឲ្យខ្ញុំអាម៉ាស់ជាថងស្ថានភាពគឺធ្ងន់ធ្ងរគាត់ពិបាកហៅគាត់គ្រាន់តែចង់នាំវេជ្ជបណ្ឌិតត្រឡប់មកវិញវាជាការប្រសើរក្នុងការធ្វើដំណើរមធ្យោបាយនោះនឹងមិនធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់អធិរាជទេព្រះអង្គម្ចាស់ឲ្យខ្ញុំមិនដែលចាកចេញពីរាជវាំងទេតាំងពីខ្ញុំបានរៀបអភិសេកមកតាំងពីបុរាណកាលមកគ្មានព្រះចៅអធិរាជណាម្នាក់ចាកចេញដោយហេតុផលបែបនេះទេបើរឿងនេះចេញមកវានឹងក្លាយជារឿងសើចគ្រប់ពេលគូឈៀវខេងឆុកខ្ញុំស្ដាប់បង្គាប់ព្រះចៅអធិរាជខ្ញុំនឹងសម្លាប់អ្នកព្រះអង្គម្ចាស់រងចាំអ្វីប្រញាប់សរសេរលិខិតលែងលះចាប់ពីថ្ងៃនេះទៅបុរសនិងស្ត្រីនឹងរៀបការហើយមិនមានអ្វីតាក់ទងគ្នាទេម៉ាក់សូមរងាប់កំហឹងរបស់អ្នកនៅពេលដែលរឿងនេះត្រូវបានដោះស្រាយហើយកងទ័ពយ៉ាវភាគខាងត្បូងត្រូវបានបញ្ជូនចេញនោះខ្ញុំពិតជានឹងដាក់ទោសឈៀវខេងខូយ៉ាងធ្ងន់ធ្ងរមិនដាក់ទោសនាងទេតែសម្លាប់នាងនាងជាចៅប្រុសស្រីម្នាក់ហ៊ានជួបជាមួយរាជវង្សដាយូដោយជន់ឈ្លីសេចក្តីថ្លៃថ្នូរនៃត្រកូលអធិរាជតើអ្នកគិតថានាងអាចរស់បានបន្ទាប់ពីនេះទេប៉ុន្តែហេតុអ្វីបានជាណែនចៅឲ្យតម្លៃឈៀវខេងឆុខ្លាំងម្ល៉េះព្រោះតែជំនាញពេទ្យតើខេងខូជានរណារីកាពិតព្រះអង្គដ៏ចម្រើនទូលបង្គំបានដឹងអំពីកិច្ចការគ្រួសាររបស់ព្រះអង្គម្ចាស់ក្ត្រីដោយព្រះអង្គបានណែនាំខ្ញុំពីមុនមកនិយាយឲ្យលឿនយើងបានស្វែងរកព័ត៌មាននិងក្រុមគ្រួសារទាំងអស់នៅក្នុងតុលាការនិងក្នុងចំណោមប្រជាជនប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេបាត់ខ្លួនក្នុងរយៈពេល3ឆ្នាំចុងក្រោយនេះទោះជាយ៉ាងណាក៏ដោយយើងបានរកឃើញព័ត៌មានមួយចំនួនព្រះនាងច្បងនៃព្រះរាជាណាចក្រយ៉ាវខាងត្បូងមានឈ្មោះថាឈៀវ